Nemo Potasa, Nemo Thomasa, Nemo Sangkasa. ជាថ្មីម្ដងទៀតសូមស្វាគមន៍បងប្អូនទាំងគ្នាមកកាន់ខ្សែអត្ថសម្លេងសម្រាប់ថ្ងៃនេះហើយថ្ងៃនេះខ្ញុំសូមចែករំលែកនៅអត្ថបទដ៏សំខាន់មួយដែលអាចជាប្រយោជន៍ដល់បងប្អូនគ្រប់គ្នាក្នុងការយកទៅដឹកនាំជីវិតគ្រួសារនិងអង្គភាពរបស់ខ្លួនហើយនៅក្នុងអត្ថបទនេះមានចំណងជើងថាមនុស្សគឺជាសត្វដ៏ឧត្តមឬក៏យើងនិយាយពាក្យធំថាមនុស្សនិងភាពជាមនុស្សភាសាអង់គ្លេសថា human being and being human ឬក៏សមាជិកនៃរង្វង់មនុស្សជាតិដ៏ប្រពៃ a members of human race គឺជាអត្ថបទដ៏សម្រិតសម្រាំងអត្ថបទដ៏ល្អដកស្រង់ចេញពីសភៅធម្មនុញ្ញជីវិតខ្ញុំយល់ឃើញថាវាពិតជាមានសារៈសំខាន់ហើយអត់មិនចែករំលែកជាមួយបងប្អូនមិនបានម្ល៉េះហើយក៏សម្រេចចិត្តថតនៅខ្សែអត្ថសម្លេងនេះជាប្រយោជន៍ដល់បងប្អូនគ្រប់គ្នាមនុស្សគឺជាសត្វពិសេសប្លែកអំពីសត្វទាំងឡាយវត្ថុដែលធ្វើឲ្យមនុស្សជាឧត្តមវិសេសគឺអាស្រ័យទៅលើការសិក្សាឬក៏ការសិក្សាអនុវត្តឬក៏អភិវឌ្ឍនៅមនុស្សដែលបានហ្វឹកហាត់ឬក៏សិក្សាឬក៏ហ្វឹកហាត់នៅចិត្តគំនិតរបស់ខ្លួនបើយើងនិយាយមួយទៀតថាមនុស្សនិងសត្វខុសគ្នាត្រង់មនុស្សមានធម្មសញ្ញាដឹងខុសដឹងត្រូវក៏ប៉ុន្តែសត្វគឺអត់មានធម្មសញ្ញាដឹងខុសដឹងត្រូវនោះទេគឺគ្នាធ្វើរាល់ទង្វើទាំងឡាយដោយសភាគតិម្ល៉េះហើយនៅក្នុងល្ងាចនេះខ្ញុំនឹងចែករំលែកនៅអត្ថបទដ៏សំខាន់មួយនេះដែលមាន7ចំណុចដើម្បីឲ្យយើងយកទៅអនុវត្តឬក៏ហ្វឹកហាត់ឲ្យខ្លាយទៅជាសមាជិកដ៏ប្រពៃនៅក្នុងសង្គមមនុស្សមិនថានៅក្នុងប្រជាជាតិកម្ពុជាឬមួយនៅគ្រប់កន្លែងគ្រប់កលៈទេសៈទាំងអស់លើពិភពលោកមនុស្សដែលគេឲ្យឈ្មោះថាមនុស្សល្អឬក៏សមាជិកដ៏ល្អនោះគឺមានគុណសម្បត្តិសម្រាប់ជាទុន7ប្រការហៅថាពន្លឺមាសឬក៏ពន្លឺនៃជីវិតដ៏ឧត្តមឬក៏ប្រៀបដូចជាអរុណរះឬក៏ប្រៀបដូចជាពន្លឺដ៏អស្ចារ្យសម្រាប់ជីវិតគ្រប់រូបទី1បុរាណលោកឲ្យឈ្មោះថាកល្យាណមិត្តភាសាអង់គ្លេសថា having a good friends មែនតើកល្យាណមិត្តនេះពិតជាមានសារៈសំខាន់យើងរស់នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបដ៏រីកចម្រើនជឿនលឿនជាមួយសម្ភារៈទាំងឡាយក្នុង Facebook ក្តីបណ្ដាញសង្គមផ្សេងៗក្តីយើងមានមិត្តភ័ក្តិច្រើនណាស់មិត្តភ័ក្តិរាប់រយរាប់ពាន់នាក់ប៉ុន្តែមិនប្រកាសថាយើងមានមិត្តភ័ក្តិល្អនោះទេហើយប្រសិនបើមានមិត្តភ័ក្តិល្អត្រឹមតែ3ទៅ5នាក់ដែលយើងអាចជជែកបានគ្រប់កលៈទេសៈអាចទេទៅរកឬក៏អាចពិភាក្សាបានចាត់ទុកថាជារឿងល្អពីព្រោះនៅសម័យបច្ចេកវិទ្យានេះមានន័យថាពេលខ្លះការរាប់អានគ្នាគឺសម្លឹងមើលផលប្រយោជន៍រៀងៗខ្លួននៅពេលដែលយើងមានមិត្តភ័ក្តិល្អ3 4 5នាក់នៅក្បែរខ្លួនយើងគួររៀនថែរក្សាឲ្យបានល្អបំផុតមិត្តភ័ក្តិល្អជួយណែនាំយើងឲ្យដើរផ្លូវត្រូវមិត្តភ័ក្តិល្អជួយណែនាំយើងឲ្យប្រព្រឹត្តនៅក្នុងផ្លូវទាំងឡាយណាប្រកបដោយក្រមសីលធម៌ព្រោះយើងការសេពគប់នេះជារឿងសំខាន់បើនៅក្នុងមង្គលសូត្រវិញព្រះអង្គលើកដាក់នៅក្នុងចំណុចទី1មកការសេពគប់បណ្ឌិតសេពគប់មនុស្សល្អគឺយើងនឹងទៅជាមនុស្សល្អសេពគប់មនុស្សដែលគិតតាមពីផលប្រយោជន៍សេពគប់មនុស្សដែលលំបាកនោះប្រកបណាស់យើងនឹងទៅជាមនុស្សដែលលំបាកដូចគ្នាដែរម្ល៉េះហើយទី1នេះលោកឲ្យតម្លៃទៅលើកល្យាណមិត្តមានន័យថាមិត្តភ័ក្តិទាំងឡាយណាដែលចេះជួយគ្នាមិត្តភ័ក្តិទាំងឡាយណាដែលលើកកម្ពស់គ្នាមិត្តភ័ក្តិទាំងឡាយណាដែលមិនសម្លឹងរំពៃតែប្រយោជន៍រៀងខ្លួននោះទេម្ល៉េះហើយបានបុរាណលោកឲ្យតម្លៃថាជួយគ្នាក្នុងគ្រាក្រនៅពេលដែលគ្រាលំបាកមែនទែនយើងអាចមើលឃើញថានរណាជាមិត្តល្អឬមួយនរណាជាមិត្តដែរចង់បាននូវផលប្រយោជន៍នៅពេលដែលយើងកំពុងតែមានបានកំពុងតែប្រសើរនេះវាមិនអីទេយើងមើលឃើញប៉ុន្តែនៅពេលដែលយើងជួបប្រទះការលំបាកប្រកបណាយើងនឹងមើលឃើញថាបុគ្គលមួយណាមិត្តភ័ក្តិមួយណាដែលជាមិត្តពិតប្រាកដដែលយើងអាចរួមដំណើរជាមួយគ្នាវែងឆ្ងាយបាននេះចំណុចទី1ណាកល្យាណមិត្តទី2សីលសម្បទាមានន័យថាក្នុងការរស់នៅប្រចាំថ្ងៃរៀនរក្សាសិលរៀនរក្សានៅក្រមសីលធម៌របស់ខ្លួនគឺចេះចាត់របៀបរស់នៅកិច្ចការឬក៏បរិស្ថានឲ្យសមរម្យស្រស់ដល់ការអភិវឌ្ឍយ៉ាងហោចណាស់មានសីលធម៌ជាមូលដ្ឋានគ្រឹះក្នុងការរស់នៅហើយបើយើងនិយាយអំពីក្រមសីលធម៌នេះក្រមសីលធម៌ក្នុងការនិយាយស្ដីក្រមសីលធម៌ក្នុងការធ្វើនៅទង្វើទាំងឡាយក្រមសីលធម៌ក្នុងការរក្សានៅទំនាក់ទំនងហើយមិនជាមនុស្សគិតតែពីផលប្រយោជន៍ហើយមិនបៀតបៀន
គ្នាមិនបៀតបៀនអ្នកដទៃនៅជុំវិញខ្លួនយើងមានន័យថាកិច្ចការទាំងឡាយដែលយើងធ្វើមិនរំពេចង់បានប្រយោជន៍ពីអ្នកដទៃហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃនោះទេអញ្ចឹងសីលសម្បទាការរក្សាសិលហើយបើយើងនិយាយនៅក្នុងមូលដ្ឋានព្រះពុទ្ធសាសនាមានសិល5សិល8សិល10ដែលយើងអាចយកមកប្រព្រឹត្តក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃតែនៅក្នុងចំណុចនេះសីលសម្បទានេះគឺការរក្សាសិលការរក្សានៅក្រមសីលធម៌ក្នុងការរស់នៅក្នុងការរកស៊ីក្នុងការធ្វើនៅអាជីវកម្មផ្សេងៗព្រោះនៅពេលដែលយើងធ្វើប្រកបដោយក្រមសីលធម៌ធ្វើដោយមិនគប់កេងមិនចង់បានផលប្រយោជន៍អំពីអ្នកដទៃមិនខ្សែលើអ្នកដទៃយើងនឹងរកស៊ីបានយូរយើងនឹងធ្វើបានយូរសរុបមកវិញថាមានការគោរពចំពោះគ្នាហើយមានសច្ចភាពចំពោះគ្នាមានភាពទៀងត្រង់ចំពោះគ្នាមិនគប់កេងដើម្បីប្រយោជន៍តែម្នាក់ឯងមានបានតែម្នាក់ឯងប៉ុន្តែដៃគូរបស់យើងជួបប្រទះបញ្ហានោះទេទី3ឆន្ទៈសម្បទាភាសាអង់គ្លេសថា perfection of aspiration ញ៉ាំងឆន្ទៈឲ្យបរិបូរណ៍មានចិត្តគំនិតស្វាស្វែងរកភាពចម្រុងចម្រើនគឺជាអ្នកមានកម្លាំងសមត្ថភាពអង់អាចចង់ដឹងចង់ចេះឧស្សាហ៍ធ្វើការទាំងឡាយរាល់កិច្ចការទាំងឡាយដែលយើងធ្វើរាល់កិច្ចការទាំងឡាយដែលយើងមានបំណងគឺប្រកបដោយឆន្ទៈមានតែប្រកបដោយក្តីប្រាថ្នាចង់ធ្វើវាឲ្យបានពេញលេញបំផុតមិនមែនគ្រាន់តែគិតមកផ្លេតហើយយើងបោះបង់ចោលទេនៅក្នុងគោលដ៏សំខាន់មួយនៅក្នុងពុទ្ធសាសនាជាមេរៀនលោកឲ្យឈ្មោះថាអធិបាតធម៌គឺចាប់ផ្ដើមពីឆន្ទៈវិរិយៈចិត្តវិមង្សៈឆន្ទៈនោះគឺគោលទី1បងក្នុងដំណើរជីវិតត្រូវតែមានឆន្ទៈក្នុងដំណើរជីវិតត្រូវតែមានក្តីសម្បិនក្នុងការធ្វើកិច្ចការអីមួយឲ្យបានពេញលេញយើងរៀនសូត្រក៏ដែរសម្រាប់បងប្អូនដែលកំពុងតែសិក្សារៀនសូត្រត្រូវមានឆន្ទៈក្នុងការសិក្សារៀនសូត្រហើយយើងជាក្រុមគ្រួសារត្រូវមានឆន្ទៈក្នុងការចេះថែរក្សាគ្នាឲ្យកើតសេចក្តីសុខយើងជាបុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗមានឆន្ទៈក្នុងការបំពេញកិច្ចការឲ្យបានប្រសើរបំផុតអញ្ចឹងសរុបមកវិញនៅក្នុងចំណុចទី3នេះធ្វើអ្វីទាំងឡាយណាគឺប្រកបដោយឆន្ទៈប្រកបដោយភាពមោះមុតអង់អាចប្រកបដោយក្តីសម្បិនត្រជាក់លាក់មិនមែនថាគាត់ធ្វើវាដោយសារមនុស្សច្រើនគេធ្វើហើយយើងចង់ធ្វើវាដែរមកផ្លេតមកអាអំណាចនៃឆន្ទៈអំណាចនៃក្តីសម្បិននោះបាត់បង់រស័ព្ទទៅតាមខ្យល់អស់ដោយសារតែគេមិនបានគិតដោយសារតែគេមិនសូវនិយាយវាណាអញ្ចឹងត្រឡប់មកវិញឆន្ទៈនោះគឺភាពអង់អាចក្នុងការចង់បានក្នុងការចង់ធ្វើអ្វីមួយឲ្យចប់ចង់ចប់ដើមពេញលេញមិនមែនគ្រាន់តែចង់ធ្វើមកផ្លេតហើយអាសន្ទុះនឹងដូចចង្វើងឬសន្ទុះដូចលងើកអញ្ចឹងណាមកផ្លេតទៅវាទៅបាត់អស់រស័ព្ទតាមខ្យល់នេះចំណុចទី3ណាទី4អត្តាសម្បទាភាសាអង់គ្លេសថា perfection of oneself បំពេញខ្លួនឲ្យបរិបូរណ៍ឧទ្ទិសខ្លួនហ្វឹកហាត់ឲ្យអស់ពីទំហឹងតាមសក្តានុពលជាមនុស្សមានន័យថាកិច្ចការទាំងឡាយដែលយើងធ្វើហ្នឹងត្រូវតែហ្វឹកហាត់ហើយពេលហ្វឹកហាត់បានប្រសើរឬក៏ឧត្តមបំផុតហ្នឹងតាំងចិត្តហ្វឹកហាត់ខ្លួនឯងឲ្យមើលខ្លួនឃើញខ្លួនឯងឲ្យមានទំនុកចិត្តជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងមានន័យថាហ្វឹកហាត់តាំងចិត្តខ្លួនធ្វើម៉េចឲ្យជាមនុស្សដែលមានសមត្ថភាពទីពឹងខ្លួនឯងបានហើយក៏អាចជាប្រយោជន៍ដល់មនុស្សជំនាញខ្លួនផងដែរអញ្ចឹងសរុបសេចក្តីមកនៅក្នុងចំណុចទី4នេះគឺការរៀនសូត្រការហ្វឹកហាត់ទាំងឡាយណាការតាំងចិត្តទាំងឡាយណាឲ្យខ្លួនឯងជាមនុស្សមានឧត្តមភាពជាមនុស្សមានភាពប្រសើរជាមួយខ្លួនឯងហើយអាចជាប្រយោជន៍ទៅដល់មនុស្សជំនាញខ្លួនអាចជាប្រយោជន៍ដល់សង្គមរបស់យើងបើខំណាស់បើយើងចង់ជួយអ្នកដទៃចង់ជួយគ្រួសារនិងសង្គមរបស់យើងត្រូវរៀនជួយខ្លួនឯងឲ្យជាមនុស្សមានឧត្តមភាពឲ្យជាមនុស្សមានលំនឹងឲ្យជាមនុស្សអាចជួយខ្លួនឯងបាននៅពេលដែលយើងមានឧត្តមភាពមានលំនឹងយើងអាចជួយខ្លួនឯងបានបើខំណាស់យើងអាចជួយគ្រួសាររបស់យើងជួយសង្គមនិងជួយប្រទេសជាតិរបស់យើងបានដោយងាយស្រួលសូម្បីក្តីស្រឡាញ់ក៏ដោយព្រះពុទ្ធបរមគ្រូបានលើកឡើងថាណដ្ឋិអត្តសមង្ពេមង្សពុំមានក្តីស្រឡាញ់ណាស្មើនឹងការស្រឡាញ់ខ្លួនឯងបើសិនបើយើងចង់ចែករំលែកក្តីស្រឡាញ់ដល់មនុស្សដទៃក៏រៀនផ្ដល់ក្តីស្រឡាញ់ដល់ខ្លួនឯងជាមុនសិនដូចគ្នាបើសិនបើចង់ជួយសង្គមចង់ជួយគ្រួសារយើងរៀនធ្វើជាមនុស្សដែលមានឧត្តមភាពចំពោះខ្លួនឯងរៀនធ្វើជាមនុស្សដែលមានការតាំងចិត្តមុខមាំចំពោះកិច្ចការដែលយើងធ្វើរៀនធ្វើជាមនុស្សដែលពឹងអាស្រ័យខ្លួនឯងបានហើយបើយើងអាចជួយមនុស្សជុំវិញខ្លួនជួយសង្គមនិងជួយគ្រួសារយើងបានដោយងាយស្រួលខ្ញុំជឿថាក្នុងនាមជាពុទ្ធបរិស័ទប្រកាសជាឮពាក្យម្ដងហើយម្ដងទៀតថាអត្តហេអត្តនោនិថោហ្នឹង
គឺរៀនពឹងខ្លួនឯងជាមុនហើយមិនយើងអាចមានសមត្ថភាពជួយមនុស្សអ្នកដទៃឬក៏បើយើងចង់ពឹងគេតើតែយើងមានសមត្ថភាពដែរពេលខ្លះណាពុំនោះសោះគេមិនអាចជួយយើងបានទេអញ្ចឹងសរុបសេចក្តីមករៀនជួយខ្លួនឯងជាមុនសិនបើយើងមានសមត្ថភាពជួយគ្រួសារជួយសង្គមរបស់យើងទី5ទិដ្ឋិសម្បទា perfection of you ញ៉ាំងទិដ្ឋិឲ្យបរិបូរណ៍ប្រកាន់ខ្ជាប់នៅហេតុបច្ច័យសម្លឹងមើលអ្វីៗប្រកបទៅដោយហេតុនិងផលគឺតាំងនៅក្នុងផ្នត់គំនិតភាពជឿជាក់ដែលប្រកបដោយហេតុនិងផលយ៉ាងហោចណាស់ការប្រកាន់យកធម៌ជាហេតុនៃបច្ច័យនិងគោលក្នុងការដឹកនាំជីវិតរបស់យើងព្រោះកិច្ចការទាំងឡាយយើងធ្វើអីនៅពេលដែលយើងមានហេតុផលច្បាស់លាស់ប្រកបដោយហេតុផលច្បាស់លាស់ប្រកបដោយការគិតវិជ្ជមានវានឹងជួយរុញយើងឲ្យទៅកន្លែងដែលយើងចង់ទៅពុទ្ធិដ្ឋិសម្បទាកន្លែងនេះគឺចង់សំដៅទៅការគិតដ៏ត្រឹមត្រូវការគិតដ៏ប្រពៃឬមួយការគិតដ៏បរិបូរណ៍អញ្ចឹងមានន័យថានៅពេលដែលយើងនិយាយថាការគិតដ៏ប្រពៃប្រកបណាការគិតរបស់យើងមិនបង្កើតនៅអំពើហិង្សាមិនបង្កើតនៅការលំបាកដល់ក្រុមការងារដល់ក្រុមគ្រួសាររបស់យើងព្រោះនៅពេលដែលយើងនិយាយថាគឺការគិតឲ្យបរិបូរណ៍នេះគឺការគិតប្រកបដោយការត្រេះរិះពិចារណាការគិតប្រកបដោយការស្រាវជ្រាវរកហេតុនិងផលឲ្យបានត្រឹមត្រូវនៅក្នុងព្រះពុទ្ធសាសនាប្រកបណាយើងបានស្វែងយល់យើងបានរៀនហេតុនិងផលគឺកម្មនិងផលអ្វីៗគ្រប់យ៉ាងតែវាមានហេតុទើបមានផលហេតុដែលយើងចាប់ផ្ដើមមកបែបហ្នឹងផលក៏ចេញមកបែបហ្នឹងដែរបើសិនបើចង់ឲ្យបានផលល្អចង់បានលទ្ធផលល្អតើយើងផ្លាស់ប្ដូរទង្វើឬក៏ផ្លាស់ប្ដូរការគិតរបស់យើងអញ្ចឹងមានន័យថាហេតុនៃការគិតរបស់យើងក៏ត្រូវមានរបៀបត្រឹមត្រូវគឺមានរបៀបរៀបរយមានផ្នត់គំនិតដ៏ត្រឹមត្រូវដែរបើសិនបើហេតុនៃការគិតរបស់យើងមិនប្រសើរមិនប្រកបដោយភាពវិជ្ជមានមិនប្រកបដោយសេចក្តីថ្លៃថ្នូរលទ្ធផលដែលកើតចេញអំពីការគិតរបស់យើងក៏ដូចគ្នាដែរម្ល៉េះហើយនៅក្នុងចំណុចទី5នេះវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនអ្វីៗគ្រប់យ៉ាងអាចចាប់ផ្ដើមចេញពីការគិតដ៏ត្រឹមត្រូវនៅក្នុងមាគ៌ាទាំង8របស់ព្រះសម្មាសម្ពុទ្ធផ្លូវកណ្ដាលអដ្ឋង្គគមៈទាំង8គឺលោកចាប់ផ្ដើមចេញអំពីសម្មាទិដ្ឋិមានន័យថាការគិតប្រកបទៅដោយហេតុនិងផលការគិតត្រូវប្រកបដោយបញ្ញាម្ល៉េះហើយនៅក្នុងចំណុចទី8នេះមានន័យថារាល់សកម្មភាពរាល់កិច្ចការទាំងឡាយរបស់យើងនឹងគឺវាចាប់ផ្ដើមពីការគិតបើសិនបើយើងចង់បានលទ្ធផលល្អជាមួយការងាររបស់យើងតើយើងផ្លាស់ប្ដូរការគិតរបស់យើងបន្ទាប់ពីយើងផ្លាស់ប្ដូរការគិតហើយយើងផ្លាស់ប្ដូរសកម្មភាពប៉ុន្តែបើយើងធ្វើដដែលគិតដដែលទង្វើដដែលចង់បានលទ្ធផលខុសពីនឹងគឺទៅអត់រួចទេមានន័យថាយើងកំពុងតែដើរបន្ទុយជាមួយធម្មជាតិហើយបើចង់បានលទ្ធផលល្អទៅផ្លាស់ប្ដូរការគិតហើយផ្លាស់ប្ដូរសកម្មភាពរបស់យើងដើម្បីរុញយើងទៅដល់កន្លែងលទ្ធផលល្អរបស់យើងទី6អបមាទៈសម្បទាញ៉ាំងសេចក្តីមិនប្រមាទឲ្យបរិបូរណ៍តាំងខ្លួននៅក្នុងសេចក្តីមិនប្រមាទគឺមានចិត្តរំលឹកដល់ភាពមិនទៀងឲ្យយល់ច្បាស់នៅទុក្ខតាធម៌និងមិនគង់វង្សរហូតទាំងជីវិតនិងវត្ថុទាំងឡាយដែលបានកើតឡើងដែលបានបដិស្ថានឡើងលើភពផែនដីនេះអ្វីៗគ្រប់យ៉ាងគឺវាមិនថិតថេររហូតនោះទេអ្វីៗគ្រប់យ៉ាងគឺមិនទៀងទេមានន័យថាអ្វីដែលកើតឡើងលើភពផែនដីនេះគឺវាអត់ទៀងនោះទេជាងយើងត្រូវរៀនមើលឲ្យតម្លៃដ៏សំខាន់នៃកាលវេលាហើយប្រញាប់ប្រញាល់ស្វែងរកការសិក្សានិងដោះស្រាយការពារហេតុបច្ច័យអាក្រក់ទាំងឡាយនឹងរក្សាទំនុកបំរុងហេតុបច្ច័យដែរទៅរកសេចក្តីរីកចម្រើនកើនដោយប្រើពេលវេលាទាំងយប់ទាំងថ្ងៃដែលកន្លងផុតទៅហើយឲ្យបានជាប្រយោជន៍ដ៏ច្រើនបំផុតមានន័យថាការងារខ្លះត្រូវធ្វើក៏ត្រូវធ្វើកុំពជាពេលកុំទុកច្រើនបុរាណថាម៉េចធ្វើអីធ្វើឲ្យហើយកុំទុកឡើយបង្កើតគេអញ្ចឹងកន្លែងហ្នឹងកុំប្រមាថថាំង it's okay ចាំថ្ងៃស្អែកក៏បានចាំទៅក្រោយយើងធ្វើក៏បានយើងនៅមានពេលវេលាច្រើនណានៅពេលដែលយើងមានសតិស្មារតីគ្រប់គ្រាន់ក៏ណាកិច្ចការទាំងឡាយដែលយើងធ្វើមិនប្រកបដោយភាពប្រមាថការនិយាយស្ដីក៏ដោយអីក៏ដោយតែកាលណាយើងមានសេចក្តីប្រមាថច្រើនពេកយើងនឹងអាចខាតប្រយោជន៍នៅក្នុងជីវិតមានសេចក្តីប្រមាថច្រើនពេកអាចបាត់បង់អ្វីដែរជារឿងសំខាន់នៅក្នុងដំណើរជីវិតរបស់យើងព្រោះហើយនៅក្នុងចំណុចទី6នេះគឺធ្វើកិច្ចការទាំងឡាយចូលមានការប្រុងប្រយ័ត្នចូលកុំធ្វើប្រហែសធ្វើកិច្ចការទាំងឡាយចូលមានការប្រុងប្រយ័ត្នកុំបដែតបដោយច្រើនពេករហូតដល់យើងស្ដាយក្រោយណាបាទទី7យោនិសោមនសិការៈ perfection of right reflection នៅក្នុងចំណុចទី7នេះមានន័យថាញ៉ាំងយោនិសោមនសិការៈឲ្យបរិបូរណ៍
គិតពិចារណាវាងវៃស្វែងយល់ឲ្យបាននៅប្រយោជន៍និងសេចក្តីពិតគឺចេះគិតចេះពិចារណាបានឃើញនៅវត្ថុទាំងឡាយជាសភាវៈពិតរបស់វាសមហេតុផលបច្ច័យមានន័យថាកិច្ចការទាំងឡាយដែលយើងធ្វើអ្វីៗដែលយើងធ្វើគឺត្រូវពិចារណាឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយភាសាអង់គ្លេសថា reflection អញ្ចឹងធ្វើការឆ្លោះបញ្ចាំងអ្វីៗដែលយើងធ្វើត្រូវតែធ្វើការឆ្លោះបញ្ចាំងវាឲ្យបានគ្រប់គ្រាន់ព្រោះជួនកាលកិច្ចការដែលយើងធ្វើខ្លះយើងធ្វើវាមែនយើងចំណាយពេលវេលាច្រើនថវិកាច្រើនធនធានច្រើនតែបានផលតិចអញ្ចឹងយើងត្រូវធ្វើការឆ្លោះបញ្ចាំងថាមិនបានរឿងហ្នឹងវាអញ្ចឹងហើយយោនិសោមនសិការៈកន្លែងនេះព្រះពុទ្ធបរមគ្រូឲ្យធ្វើការឆ្លោះបញ្ចាំងមួយថ្ងៃ2ទៅ3ដងអំពីដំណើរជីវិតរបស់យើងអំពីសកម្មភាពដែលយើងកំពុងធ្វើហើយកិច្ចការដែលយើងធ្វើហ្នឹងប្រកបដោយគុណធម៌ប្រកបដោយសេចក្តីល្អអត់យ៉ាងហោចណាស់បើយើងសួរសាមញ្ញថាមុននឹងចូលគេងថ្ងៃនេះយើងបានធ្វើអីល្អខ្លះជាប្រយោជន៍ដល់ខ្លួនឯងគ្រួសារនិងសង្គមរបស់យើងហើយមានរឿងណាខ្លះដែលយើងត្រូវផ្លាស់ប្ដូរសម្រាប់ថ្ងៃស្អែករឿងណាខ្លះដែលយើងត្រូវផ្លាស់ប្ដូរសម្រាប់ថ្ងៃស្អែកឲ្យវាមានប្រយោជន៍ច្រើនជាងថ្ងៃហ្នឹងហើយថ្ងៃនេះយើងធ្វើរឿង1 2 3ហ្នឹងមិនសូវបានផលមិនសូវបានប្រយោជន៍ទេអញ្ចឹងថ្ងៃស្អែកយើងត្រូវផ្លាស់ប្ដូរវាដើម្បីកុំឲ្យសកម្មភាពនឹងទង្វើរបស់យើងកើតឡើងដដែលទៀតអញ្ចឹងលទ្ធផលវាប្រកបជាដដែលហើយអញ្ចឹងនៅក្នុងការធ្វើការឆ្លោះបញ្ចាំងនេះគឺឆ្លោះបញ្ចាំងហើយក៏ទទួលស្គាល់ថាជីវិតគឺជាទុក្ខអ្វីៗគ្រប់យ៉ាងនៅលើโลกនេះវាអត់ទៀងទេវាកើតហើយរលត់ទៅតាមដំណើរនៃធម្មជាតិរបស់វាភាសាបច្ចេកទេសក្នុងធម៌ថាអនិច្ចំឬក៏ទុក្ខំអនត្តាហ្នឹងគឺមានន័យថាអ្វីៗគ្រប់យ៉ាងជាទុក្ខអ្វីៗគ្រប់យ៉ាងវាមិនទៀងអ្វីៗគ្រប់យ៉ាងមិនមែនជារបស់ខ្លួនហើយយើងរៀនស្វែងរកហេតុនិងផលរៀនធ្វើការឆ្លោះបញ្ចាំងទៅលើទាំងអស់ហ្នឹងដែលពេលដែលយើងនិយាយថាអ្វីៗវាមិនទៀងប្រកបណាស់ពេលដែលយើងយល់ហើយទទួលស្គាល់យើងនឹងខិតខំធ្វើកិច្ចការឲ្យកាន់តែប្រសើរយើងអត់បដែតបដោយវាឲ្យវាឆ្លងផុតការវេលាដែលត្រូវធ្វើនោះទេអ្វីៗជាទុក្ខប្រកបណាស់វាជាទុក្ខអញ្ចឹងយើងរៀនទទួលស្គាល់ថាវាជាទុក្ខអញ្ចឹងរៀនបណ្ដោះសេចក្តីសុខរៀនបណ្ដោះភាពរីករាយជាមួយកិច្ចការហ្នឹងវាមិនមែនជារបស់ខ្លួននៅក្នុងធម៌ដល់ជំរឿយើងកើតឡើងគឺផ្គុំនៃធាតុទាំង4គឺដីទឹកភ្លើងខ្យល់ពេលដែលយើងត្រឡប់ទៅវិញក៏វាត្រូវរសាត់រសាយទៅតាមធាតុដើមរបស់វាវិញអញ្ចឹងពេលនិយាយថាអ្វីៗទាំងឡាយមិនមែនជារបស់ខ្លួនប្រកបណាស់យើងអត់អាចបញ្ជាបានទេពេលដែលយើងមានទុក្ខយើងកើតទុក្ខយើងឈឺចិត្តយើងអត់សប្បាយចិត្តយើងប្រាប់ភ្លាមថាកុំឲ្យកើតទុក្ខបានទេយើងមិនអាចប្រាប់ភ្លាមបានមិនអាចបញ្ជាបានទេរឿងដែលយើងអាចធ្វើបានគឺហ្វឹកហាត់ចិត្តរបស់យើងឲ្យរឹងមាំហ្វឹកហាត់ចិត្តរបស់យើងឲ្យបានប្រសើរដើម្បីដោះស្រាយកុំឲ្យយើងមានទុក្ខទៀតដើម្បីដោះស្រាយហើយឲ្យមានបញ្ញាគ្រប់គ្រាន់ក្នុងការកាត់បន្ថយទុក្ខសោកនៅក្នុងដំណើរជីវិតរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាមេរៀននេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរជីវិតប្រធានបទមនុស្សនិងភាពជាមនុស្សនៅក្នុងដំណើរជីវិតរបស់យើងហើយសូមរំលឹកម្ដងទៀតពីទី1រហូតដល់ទី7ទី1កល្យាណមិត្តាទី2សីលសម្បទាទី3ឆន្ទៈសម្បទាទី4អត្តាសម្បទាទី5ទិដ្ឋិសម្បទាទី6អបមាទៈសម្បទាទី7យោនិសោមនសិការៈអញ្ចឹងយើងស្ដាប់មួយម្ដងហើយយកទៅធ្វើការឆ្លោះបញ្ចាំងយកទៅវែកញែកត្រេះរិះបន្ថែមដើម្បីឲ្យកើតជាប្រយោជន៍រៀងខ្លួនអរគុណច្រើន